ជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទបាត់មុខមករយៈអីដោយសារតែអវល់ពេកខ្ញុំសង្ឃឹមថាបងប្អូនអរគ្នាអធិស្ឋានរូបខ្ញុំចោះបាទចឹងថ្ងៃនេះខ្ញុំក៏ត្រឡប់មកវិញដែរហើយក៏ជាថ្ងៃដែលខ្ញុំតនេដែរខ្ញុំក៏បានចេញវីដេអូថ្មីហើយវីដេអូមួយនេះគឺតាក់ទងនឹងឱកាស YouTube ថ្មីគេបានតម្លាក់ក្នុងឆ្នាំ2027ខែកុម្ភៈនេះគឺ YouTube មានគោលការណ៍ថ្មីសម្រាប់បងប្អូនណាដែលចង់ក្លាយទៅជាអ្នករកលុយនៅក្នុង YouTube ឬក៏ចង់ក្លាយទៅជាដៃគូសហការជាមួយនឹង YouTube អញ្ចឹងបងប្អូនត្រូវតែដឹងពីចំណុចនេះដែលគេទៅតែទម្លាក់ឲ្យថ្មីបាទអញ្ចឹងចំណុចទី1គឺតកតងនឹងម៉ោងឥឡូវនេះគឺគេបានតម្លាក់នៅក្នុងឆ្នាំ2027ខែកុម្ភៈនេះចំនួន8000ម៉ោងដើម្បីគ្រប់គោលការណ៍ហើយចំនួនshort ឬក៏វីដេអូបញ្ឈររបស់យើងហ្នឹងគេបានតម្លើងរហូតដល់20លានអ្នកមើលទៅយើងអាចស្នើសុំរកលុយជាមួយនឹង YouTube បានឬមួយក៏យើងអាចក្លាយទៅជាដៃគូសហការជាមួយ YouTube បានហើយចំនួន subscriber គឺនៅតែដដែលគឺអត់តន់ប្រែប្រួលទេហើយក៏ខ្ញុំអត់តន់បានទទួលព័ត៌មានច្បាស់ដែរបាទបងណាដែលទើបតែចាប់ផ្ដើមឬក៏ចង់ក្លាយទៅជាអ្នករកលុយនៅក្នុង YouTube បញ្ហាចំណុចនេះគឺអត់មានអីត្រូវពិបាកឬមួយក៏អត់មានអីត្រូវស្មុគស្មាញទេដោយសារតែបញ្ហានេះគឺយើងអាចទទួលបាននៅពេលក្រោយទេសំខាន់បំផុតនោះគឺឲ្យតែបងប្អូនធ្វើវីដេអូឬក៏ផលិតមាតិកាណាដែលល្អវីដេអូដែលច្បាស់វីដេអូណាដែលតាក់ទាញអញ្ចឹងចំណុចទាំងអស់នេះគឺសំខាន់ហើយសម្រាប់ម៉ោងសម្រាប់ subscriber ឬក៏សម្រាប់ short វីដេអូបញ្ឆយហ្នឹងគឺវាទទួលបានលទ្ធផលទៅតាមក្រោយនៅពេលដែលយើងធ្វើវីដេអូបានល្អបានស្អាតទេបងប្អូនអញ្ចឹងវាអត់មានជាអីជាបញ្ហាទេអញ្ចឹងបងប្អូនកុំគិតថាអូច្រើនពេកយើងរត់គ្រប់អត់បញ្ហាបងប្អូនអរគ្នាបាទឲ្យតែបងប្អូនធ្វើវីដេអូច្បាស់លាស់ឲ្យតែបងប្អូនធ្វើវីដេអូត្រឹមត្រូវការរៀនសូត្រការសិក្សាឲ្យតែគេមើលទៅប្រយោជន៍សម្រាប់គេបងប្អូននឹងទទួលបាននៅចំនួន subscriber ឬក៏ចំនួនម៉ោងនេះទៅតាមក្រោយអូនេះក៏ឈានទៅដល់ទីបញ្ចប់ដែរសង្ឃឹមថាបងប្អូនកុំភ្លេចជួយ like subscribe ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំអាប់ឡូតនៅវីដេអូបន្តទៀតអរគុណច្រើនជំរាបលាបងប្អូនអរគ្នា